បាទជំរាបសួរបាទនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្រៀនអំពីវេយ្យាករណ៍ទម្រង់កិរិយាសព្ទកូស៊ីបតាបាទទម្រង់កិរិយាសព្ទកូស៊ីបតាបកប្រែជាភាសាខ្មែរគឺបកប្រែថាចង់អញ្ចឹងសម្រាប់ទម្រង់វេយ្យាករណ៍នេះបាទក្នុងការប្រើប្រាស់គឺយើងដាក់នៅខាងក្រោយកិរិយាសព្ទហើយសម្រាប់វេយ្យាករណ៍នេះគឺប្រយោគបាទគឺត្រូវខណ្ឌត្រឹមវេយ្យាករណ៍នេះអញ្ចឹងមានថាវេយ្យាករណ៍នេះគឺនៅខាងចុងនៃប្រយោគហើយសម្រាប់ពាក្យដែលអាចភ្ជាប់ជាមួយវេយ្យាករណ៍នេះបានមិនមែនគ្រប់តែពាក្យអាចភ្ជាប់បានទេគឺភ្ជាប់បានតែថ្នាក់ពាក្យជាកិរិយាសព្ទតែមួយគត់ណាបាទពន្យល់បាទសូមមើលខាងក្រោមគឺជាវេយ្យាករណ៍ដែលបង្ហាញពីក្តីសង្ឃឹមរបស់បុរសទី1ដែលជាអ្នកនិយាយក្នុងករណីប្រធានជាបុរសទី1និងទី2យើងប្រើកូស៊ីបតាបើសិនជាប្រធានជាបុរសទី3យើងប្រើកូស៊ីផូហាតាអញ្ចឹងក្នុងចំណុចនេះគឺចង់សំដៅថាបុរសទី1និងបុរសទី2អញ្ចឹងមានយើងជាអ្នកនិយាយហើយមានម្នាក់ទៀតជាដៃគូសន្ទនានិយាយជាមួយយើងអញ្ចឹងបើសិនជាយើងនិយាយពីខ្លួនឯងចង់អ្វីមួយគឺប្រើកូស៊ីបតាហើយមួយទៀតបើសិនជាដៃគូរបស់យើងដែលយើងនិយាយជាមួយនោះណាជាបុគ្គលទី2គាត់ចង់ធ្វើអ្វីមួយគឺប្រើកូស៊ីបតាបាទប៉ុន្តែយើងនិយាយជាមួយដៃគូរបស់យើងម្នាក់នេះហើយយើងនិយាយអំពីម្នាក់ទៀតដែលជាបុគ្គលទី3ណាបាទអញ្ចឹងយើងប្រើកូស៊ីផូហាតាណាសូមបញ្យល់ម្ដងទៀតពីកូស៊ីផូហាតាអញ្ចឹងឧទាហរណ៍ថាខ្ញុំជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំនិយាយគ្នាអំពីមិត្តភ័ក្តិដែលនៅភ្នំពេញអញ្ចឹងដែលនិយាយថាមិត្តភ័ក្តិនៅភ្នំពេញហ្នឹងគាត់ចង់ធ្វើអីមួយអញ្ចឹងណាគឺយើងប្រើកូស៊ីផូហាតានេះណាបាទប្រើបានជាមួយកិរិយាសព្ទមានជើងផងនិងអត់ជើងផងអញ្ចឹងមានន័យថាទម្រង់ការប្រើប្រាស់កិរិយាសព្ទបាទគឺយើងគ្រាន់តែលុបដាចោលបូកជាមួយនឹងទម្រង់កូស៊ីបតាដោយមិនគិតថាមានជើងប្រើបែបនេះអត់ជើងប្រើបែបនោះទេគឺប្រើចូលគ្នាទាំងអស់មានជើងក៏ប្រើកូស៊ីបតាអត់ជើងក៏ប្រើកូស៊ីបតាអញ្ចឹងមុននឹងយកពាក្យមកប្រើសូមយកពាក្យនោះលុបដាវាចេញសិនណាបាទហើយទម្រង់នៃការប្រើប្រាស់គឺកូស៊ីបផូយ៉ូមិនមែនកូស៊ីបតាទេណានឹងគឺយើងត្រូវបំបែក a o yo វាតែយើងកូស៊ីបផូយ៉ូបកប្រែថាចង់នេះគឺយើងអាចនិយាយបានហើយបាទអញ្ចឹងយើងចង់អីមួយគឺយើងអាចដាក់ពាក្យដែលយើងចង់នឹងនៅខាងមុខនេះមកបាទអញ្ចឹងឧទាហរណ៍ខាតាដែលបកប្រែថាទៅអញ្ចឹងនៅពេលដែលយើងលុបដានេះចោលហើយយើងនៅសល់ត្រឹមតែពាក្យថាខាប៉ុណ្ណេះទេអញ្ចឹងយើងគ្រាន់តែយកពាក្យខាប៉ុណ្នេះបូកជាមួយគោបន្តមកដកឃ្លាបន្តិចណាសម្រាប់ចំណុចវេយ្យាករណ៍នេះក៏សម្គាល់ឬក៏យើងត្រូវស្គាល់នៅការដកឃ្លានៃវេយ្យាករណ៍នឹងដែរបាទកុំតែសរសេរអត់ដឹងថាដកឃ្លាចំណុចឲ្យគេដកឃ្លាបែរជាមិនដកបាទហើយគេមិនដកឃ្លាបែរជាយើងដកណាបាទអញ្ចឹងអាចចំណុចហ្នឹងសិស្សជាច្រើនតែសួរខ្ញុំថាតើដកឃ្លាហ្នឹងដកចំណុចណាខ្លះណាអញ្ចឹងយើងត្រូវរៀនវេយ្យាករណ៍មួយសង្កេតមើលថាតើវេយ្យាករណ៍ហ្នឹងដកឃ្លានៅចំណុចណាណាបាទអញ្ចឹងដកឃ្លានៅចំណុចរវាងគោហើយនិងship for you អញ្ចឹងយើងយកពាក្យខាបូកជាមួយគោ ship for you មកវាទៅជាខាគោ ship for you បកប្រែថាចង់ទៅអញ្ចឹងនៅក្នុងការបកមិនមែនបកពាក្យទៅហើយបានបកពាក្យចង់ទេណាសូមបញ្ជាក់នៅក្នុងវេយ្យាករណ៍នេះមួយទៀតដែលសិស្សភាគច្រើនគឺតែងតែប្រកាន់នៅការបកតាមលំដាប់ដោយដូចខ្មែរយើងអញ្ចឹងណាបាទពីមុខទៅក្រោយអញ្ចឹងអត់ទេក្នុងចំណុចនេះគឺបកប្រែពាក្យថាចង់បន្តមកបកពាក្យថាទៅអញ្ចឹងបកពីក្រោយនេះហើយបានបកពីមុខនេះបកវេយ្យាករណ៍មុនបកពាក្យថាចង់ហើយបានបកពាក្យថាទៅបាទចង់ទៅអញ្ចឹងចង់ទៅកន្លែងណាអញ្ចឹងប្រយោគនេះគឺត្រូវបានខណ្ឌត្រឹមណាកូស៊ីផូយ៉ូនេះតែម្ដងអញ្ចឹងយើងអាចសរសេរបន្ថែមនៅចំណុចខាងក្រោយនេះបានទេប្រសិនបើយើងចង់និយាយថាទៅសាលាជាមួយនរណានៅម៉ោងប្រហែលអញ្ចឹងគឺយើងបង្កើតសរសេរដាក់នៅខាងនេះខាងមុខនេះវិញណាខាងក្រោយនេះគឺអត់អាចសរសេរថែមនៅខាងនេះបានទេព្រោះវាខណ្ឌត្រឹមនេះឯងអញ្ចឹងយើងសរសេរបង្កើតប្រយោគឲ្យកាន់តែវែងនេះគឺដាក់នៅខាងក្រោយនេះមកចង់ទៅសាលាហាក់ជួយខាគូឈ្ផូយ៉ូបាទចង់ទៅសា
សាលាអញ្ចឹងយើងដាក់ពាក្យសាលានៅខាងមុខអញ្ចឹងយើងបកចង់ទៅសាលានៅខាងមុខទៀតណាបាទភូតាមើលណាលុបដាចេញមកបូកជាមួយគោឈិបផយោភូគោឈិបផយោមានន័យថាសំទោសអត់មានបកថាមកណាបាទសុំកាយចំណុចមួយភូតាបកប្រែថាមើលណាបាទសរសេរខុសសុំកាយបន្តិចបាទភូតាមើលភូគោឈិបផយោបកប្រែថានឹកក៏បានឬក៏អត្ថន័យមួយទៀតបកប្រែថាចង់មើលក៏បានដែរតែអត្ថន័យវាភាគច្រើនហ្នឹងគឺអត្ថន័យវាភូគោឈិបផយោហ្នឹងគឺបកប្រែថាចង់មើលហ្នឹងគឺមានន័យថានឹកនឹងឯងណានឹកចង់មើលចង់ជួបបាទម៉ាណាដាជួបលុបដានេះចេញមកសល់ត្រឹមតែពាក្យថាប៉ុណ្ណេះទេម៉ាណាបូកជាមួយគោឈិបផយោនេះមកម៉ាណាគោឈិបផយោចង់ជួបម៉ាន់ទិលតាធ្វើម៉ាន់ទិលគោឈិបផយោចង់ធ្វើអ៊ុលតាយំអ៊ុលគោឈិបផយោចង់យំបាទនរណាចង់យំបាទផាត់តាទទួលផាត់គោឈិបផយោចង់ទទួលមកតាញ៉ាំមកគោឈិបផយោចង់ញ៉ាំខ្យរ៉ូណាដារៀបការខ្យរ៉ូណាគូឈផយោចង់រៀបការបាទធិតាស្ដាប់ធិគោឈផយោចង់ស្ដាប់នុបតាដេកបាទដេកនេះគឺដេកសំរេតណាមិនមែនដេកលក់ស្កប់ស្កល់ដោយពាក្យឆាតាឬក៏ឈូមូណាដាទេណាបាទពាក្យនុបតានេះគឺគ្រាន់តែដេកតម្រង់ខ្លួនមួយផ្លេតដេកថ្ងៃត្រង់អីចឹងណាបាទគេលេងបន្តិចបន្តួចទេណានុបតាបាទនុបកោឈផយោចង់ដេកបាទបាទហើយសូមរំលឹកឡើងវិញត្រួសអំពីវេយ្យាករណ៍នេះសារថ្មីឡើងវិញបាទអញ្ចឹងនៅពេលដែលយើងចង់និយាយនៅតម្រងយើងសម្រាប់យើងចង់បង្កើតនៅតម្រងថាចង់ពាក្យថាចង់អញ្ចឹងចង់នឹងគឺជាភាសាកូរ៉េគឺវាជាតម្រងវេយ្យាករណ៍បាទដែលជាតម្រងគោឈីបតាដែលយើងនិយាយគឺគោឈីបផយោអញ្ចឹងអាតម្រងគោឈីបផយោនេះគឺយើងអាចប្រើក្នុងលក្ខណៈបុគ្គលទី1និងបុគ្គលទី2បាទហើយសម្រាប់បុគ្គលទី3គឺគោឈីបផហាដាណាបាទគោឈីបផហាដាអញ្ចឹងបុគ្គលទី1បុគ្គលទី2បុគ្គលទី3យ៉ាងម៉េចណាបាទអញ្ចឹងមានន័យថាឧទាហរណ៍ថាបែបនេះខ្ញុំជាមួយនឹងសិស្សណាបាទនៅស៊ីមរៀបណាជជែកគ្នានិយាយថាខ្ញុំចង់អញ្ចឹងខ្ញុំអាចនិយាយគោឈីបផយោបានហើយនិយាយពីសិស្សដែលគាត់នៅក្បែរខ្ញុំនឹងគាត់ចង់អញ្ចឹងអាចនិយាយគោឈីបផហេវគោឈីបផយោបានប៉ុន្តែណាខ្ញុំជាមួយនឹងសិស្សម្នាក់នៅក្នុងខេត្តសៀមរាបអញ្ចឹងមានថាមាន2នាក់ហើយណានៅម្នាក់ខ្ញុំហើយនឹងម្នាក់ទៀតសិស្សអញ្ចឹងខ្ញុំនិយាយអំពីសិស្សម្នាក់ទៀតដែលគាត់នៅភ្នំពេញថាគាត់ម្នាក់នោះគាត់ចង់អញ្ចឹងប្រើគោឈីបផហាដាអញ្ចឹងសិស្សដែលនៅភ្នំពេញហ្នឹងគឺជាសិស្សដែលជាបុគ្គលទី3មនុស្សទី3បាទអញ្ចឹងប្រើគោឈីបផហាដាបាទហើយមួយទៀតបាទសូមបញ្ជាក់ថាតម្រងនេះបាទយើងអាចប្រើជាតម្រងសំណួរក៏បានតម្រងស្របក៏បានដែរណាបាទហើយតម្រងផ្លូវការគោឈីបស៊ឹមនីដាណាបាទផ្លេចបង្ហាញនៅតម្រងផ្លូវការណាបាទសូមសរសេរនៅក្បែរនៅចំណុចនេះបាទតម្រងផ្លូវការបាទគឺគោឈីបស៊ឹមនីដាណាបាទគោឈីបស៊ឹមនីដាតម្រងផ្លូវការបកប្រែថាចង់ប៉ុន្តែតម្រងសំណួរដែលជាតម្រងផ្លូវការដែលបកប្រែថាចង់គោឈីបស៊ឹមនីកាគោឈីបស៊ឹមនីកាបកប្រែថាតើចង់បាទតើចង់បាទហើយវេយ្យាករណ៍យើងមានតែប៉ុណ្ណេះទេបាទដូចជាអត់មានអីដែលប្រែប្រួលឬក៏ពិបាកទេណាបាទហើយសម្រាប់សិស្សដែលចង់សិក្សាភាសាកូរ៉េថ្នាក់វេយ្យាករណ៍បាទអាចចូលសិក្សាជាមួយនឹងខ្ញុំបានដែលមានបង្រៀនម៉ោង8ដល់ម៉ោង9ពេលយប់ណាបាទហើយសម្រាប់សៀវភៅវេយ្យាករណ៍យើងក៏មានលក់ដែរណាបាទដែលមានបកប្រែជាភាសាខ្មែរបែបនេះក៏តែវាមិនមែនជាកល័រទេបាទជាតម្រងសខ្មៅណាបាទដែលមានការបញ្យល់ច្បាស់ណាបាទទាំងតម្រងការប្រែប្រួលដែលសិស្សតែងតែពិបាកនៅក្នុងការបំបែកពាក្យជាមួយវេយ្យាករណ៍បាទនៅពេលខ្លះយើងឃើញថាពាក្យយើងស្គាល់ថាពេលគេបំបែកជាមួយវេយ្យាករណ៍ទៅវាคล้ายទៅជាតម្រងដែលយើងមិនធ្លាប់ឃើញមិនធ្លាប់ដឹងហ
ហើយក៏បែរជាមិនស្គាល់វិញណាបាទអញ្ចឹងអាទម្រង់ចំណុចនេះហើយគឺជាចំណុចវេយ្យាករណ៍អញ្ចឹងត្រូវចេះវេយ្យាករណ៍និងពាក្យឲ្យបានច្រើនបាទដើម្បីយើងអាចប្រឡងជាប់ណាបាទអញ្ចឹងដូចយើងអានប្រយោគអានអត្ថបទមួយយើងចេះបាន10ពាក្យអញ្ចឹងឧទាហរណ៍ថាអត្ថបទនោះមាន15ពាក្យអញ្ចឹងយើងចេះបាន10ពាក្យអញ្ចឹងយើងក៏អាចថាយើងរើសចម្លើយភាគរយហ្នឹងគឺត្រូវច្រើនណាបាទតែបើសិនបើយើងអានហើយពាក្យក៏គ្មានចេះបាទ10ពាក្យចេះតែមួយពាក្យឬក៏អត់ចេះសំបីតែមួយពាក្យណាវេយ្យាករណ៍ក៏គ្មានចេះសំបីតែមួយអញ្ចឹងការរើសចម្លើយរបស់យើងក៏វាទៅតាមនឹងដែរអញ្ចឹងហើយសូមខិតខំរៀនដោយដាក់ការរៀនហ្នឹងគឺអាចមួយថ្ងៃតន្ទិញ10ពាក្យឬក៏15ពាក្យ20ពាក្យតាមដែលអាចធ្វើទៅបានណាតាមពេលវេលារបស់សិស្សដែលមាននៅពេលដែលខ្លះយើងធ្វើការច្រើនក៏ពេលវេលាសម្រាប់ទន្ទិញពាក្យឬដូចជាមើលវេយ្យាករណ៍ហ្នឹងក៏យើងពិបាកមើលដែរណាពិបាកមើលឲ្យចាំដែរបាទអញ្ចឹងយើងអាចរៀនសិក្សាបន្ថែមនៅផ្ទះដោយខ្លួនឯងបាទសម្រាប់ពាក្យគឺងាយស្រួលទេបាទសម្រាប់វេយ្យាករណ៍គឺតើតែមានគ្រូជួយបញ្យល់ព្រោះទម្រង់ខ្លះប្រែប្រួលយើងពិបាកយល់បាទអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូខ្ញុំហើយបើសិនបើចូលចិត្តបាទសូមជួយចុច like share ម្នាក់មួយផងបាទអរគុណបាទជម្រាបលា